ឲ្យកាយដីដើម្បីរកមាសប៉ុន្តែមិនមានអ្វីកាត់ឡើងឡើយចាន់គេខឹងយ៉ាងខ្លាំងហើយគេក៏បានវាយក្របីអាសត្វដេរឆានហេតុអ្វីបានជាឯងមិនកាយដីរកមាសឲ្យយ៉ាងចឹងហ៎តើឯងចង់ស្លាប់មែនទេទោះបីជាចាន់ខំវាយនឹងធ្វើបានក្របីយ៉ាងណាក៏ក្របីមិនកាយដីរកមាសឲ្យចាន់ឡើយការដើមឡើយមានបរិះចំណាស់ម្នាក់គាត់ក្រីក្រលំបាកណាស់គាត់មានឈ្មោះថាតាពេជ្ររាល់ថ្ងៃគាត់ប្រកបរបរធ្វើស្រែចម្ការបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតគាត់មានទ្រព្យសម្បត្តិត្រឹមតែផ្ទះចាស់និងក្របីមួយក្បាលវាមានឈ្មោះថាអាខ្មៅតោះអាខ្មៅឥឡូវដល់ពេលទៅភ្ជួរស្រែហើយយើងគ្មានស្អីទេមានតែស្មៅនឹងទឹកសម្រាប់ឲ្យឯងស៊ីហើយឯងត្រូវតែស៊ីស្មៅឲ្យច្រើនឲ្យមានកម្លាំងណាលើទេព្រោះយើងចាំបាច់ណាស់ដែលត្រូវប្រើឯងអាខ្មៅវាបានងក់ក្បាលវាមិនត្រឹមតែជាសត្វក្របីប៉ុណ្ណោះទេប៉ុន្តែវាជាមិត្តជិតស្និទ្ធវាជួយគាត់ភ្ជួរដីនិងធ្វើការមិនដែលអស់កម្លាំងឡើយអូហូមើលចោះតាពេជ្រគាត់ទៅភ្ជួរដីទៀតហើយមែនទេล่ะបងនៅក្នុងភូមិនេះណាក៏ដឹងថាតាពេជ្រគាត់មានក្របីធំមួយហើយមានវាធំខ្លាំងណាស់វាមានកម្លាំងខ្លាំងទៀតផងប៉ុន្តែយ៉ាងណាក៏គួរឲ្យអាណិតគាត់ដែររាល់ថ្ងៃគាត់រស់នៅតែម្នាក់ឯងគ្មានទេប្រពន្ធមើលថែនោះជីវិតគាត់ពិតជាលំបាកណាស់អាណិតធ្វើអីទៅล่ะបងយ៉ាងហោចណាស់គាត់ក៏មានបាយហូបដែរតើសំខាន់ឲ្យតែពួកយើងរស់នៅសុខស្រួលទៅបានហើយហេចាន់ហេតុអ្វីបានជាឯងនិយាយអញ្ចឹងអ្វីដែលយើងអាចចែករំលែកគ្នាបានយើងគួរតែចែករំលែកទៅឯងកុំកំណាញ់ខ្លាំងពេកហេលបងឯងមិនគិតមើលរាល់ថ្ងៃនេះពួកយើងក៏មិនមានជាអ្នកមានអីដែរចំណុចឯតាពេជ្រក៏មានក្របីធំហើយខ្លាំងប៉ុន្តែពួកយើងអត់មានក្របីដូចជាគាត់ទេណាបានហើយយើងទៅស្រែហើយនិយាយជាមួយឯងដូចជាមិនយល់ការសោះមិនយូរប៉ុន្មានពេលថ្ងៃរសៀលក៏បានចូលមកដល់តាពេញគាត់បាននិយាយទៅកាន់អាខ្មៅថាអាខ្មៅឯងពិតជាខ្លាំងមែនឥឡូវនេះយើងភ្ជួរដីចិត្តរួចហើយតោះយើងសម្រាប់ឆៃបាយសិនទៅយើងជឿថាមិនយូរទេមេឃនឹងភ្លៀងធ្លាក់ហើយដំណាំស្រូវរបស់យើងនៅឆ្នាំនេះច្បាស់ជាល្អជាមិនខានឡើយអាខ្មៅវាពិតជាសប្បាយចិត្តណាស់ពេលដែលលើម្ចាស់វានិយាយបែបនេះព្រោះការខិតខំប្រឹងប្រែងរបស់វាក៏មិនអត់ប្រយោជន៍នោះដែរច្រើនខែបានកន្លងផុតទៅឆ្នាំនេះស្រាប់តែអាកាសធាតុបានប្រែប្រួលមិនមានភ្លៀងធ្លាក់សូម្បីតែមួយដំណក់អ្នកស្រែគ្រប់គ្នាចាប់ផ្ដើមភ័យខ្លាចនឹងអត់អាហារពួកគេម្នាក់ពិតជាពិបាកចិត្តយ៉ាងខ្លាំងឆ្នាំនេះខុសប្លែកពីធម្មតាមិនមានភ្លៀងធ្លាក់សូម្បីតែមួយដំណក់សំណាងហើយដែលយើងសរស្រូវក្នុងជំរុកបើមិនអញ្ចឹងទេច្បាស់ជាដាច់ពោះស្លាប់ហើយមានដែរล่ะបងចំណែកខ្ញុំក៏អញ្ចឹងដែរប៉ុន្តែខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាឆ្នាំនេះមិនមានភ្លៀងធ្លាក់សោះអញ្ចឹងតើដំណាំផលស្រូវរបស់ពួកយើងគិតយ៉ាងម៉េចទៅล่ะបងមានគិតយ៉ាងម៉េចមានតែស៊ីអំបិលនឹងហើយបើមិនមានភ្លៀងធ្លាក់នោះអាខ្មៅហើយយើងពិតជាពិបាកចិត្តណាស់ព្រោះអីឆ្នាំនេះមិនមានភ្លៀងធ្លាក់តល់តែសោះក្របពូជស្រូវក៏ចំណាយចោលអត់ប្រយោជន៍នៅក្នុងជង្រុកក៏គ្មានក្របពូជបន្តទៀតដែរតើឲ្យយើងគិតយ៉ាងម៉េចទៅអាខ្មៅហើយឯងកុំបារម្ភអីទោះបីជាយ៉ាងណាក៏យើងមិនឲ្យឯងដាច់ពោះស្លាប់ដែរចាំយើងនាំឯងទៅព្រៃរកស្មៅល្អឲ្យឯងស៊ីអាខ្មៅវាពិតជាអាណិតម្ចាស់វាណាតែវាមិនអាចធ្វើអ្វីបាននោះទេច្រើនថ្ងៃបានកន្លងផុតទៅមានអ្នកភូមិម្នាក់ឈ្មោះច័ន្ទគេបានមកប្រាប់តាពេញឲ្យគាត់លក់ក្របីដើម្បីដោះបំណុលប៉ុន្តែតាពេញគាត់ពិតជាស្រឡាញ់ក្របីអាខ្មៅនេះខ្លាំងណាស់ហើយគាត់បានបដិសេធណែតាពេជ្របើតាឯងលក់ក្របីនេះណាតាច្បាស់ជាមានប្រាក់សងបំណុលលោកសេដ្ឋីជាមិនខានហើយសោះមួយចំនួនទៀតលោកតាក៏អាចទិញអាហារសម្រាប់ចិញ្ចឹមជីវិតបានរយៈពេលយូរដែរហើយតាឯងនៅឯអង្គធ្វើអីមិនក៏មិនប្រញាប់លក់ក្របីអាខ្មៅនេះភ្លាមទៅចាណើយក្របីនេះវាមិនមែនជាសត្វទេខ្ញុំបានចាត់ទុកវាដូចជាសមាជិកនៅក្នុងគ្រួសារខ្ញុំអញ្ចឹងហើយខ្ញុំក៏មិនអាចលក់ក្របីនេះយកប្រាក់ទៅសងបំណុលលោកសេដ្ឋីដែរតាពេជ្រតាឯងចាស់ហើយនៅល្ងីល្ងើទៀតខ្ញុំនៅគ្មានមានយោបល់ល្អបែរជាមិនស្ដាប់ចាំមើលចោះនៅពេលដែលលោកសេដ្ឋីមកទាបប្រាក់ណាគាត់ច្បាស់ជារឹបអូសយកដីនឹងផ្ទះតាឯងជាមិនខានរឿងនេះខ្ញុំដឹងហើយតែខ្ញុំជឿថាលោកសេដ្ឋីគាត់មិនមែនជាមនុស្សចិត្តដាច់ដល់ថ្នាក់នឹងទេហើយស្រុកភូមិរបស់យើងក៏ជួបគ្រោះទុរភិក្សទៀតខ្ញុំអរគុណនៅបំណងល្អរបស់ឯងហើយអាចារ្យឯងត្រឡប់ទៅវិញចោះតានេះចាស់ហើយមិនចេះស្ដាប់យោបល់ខ្ញុំទេហើយចាំមើលចុះណាខ្ញុំឆាប់ឲ្យក្របពូជមកឯងទៀតហើយច័ន្ទគេបានដើរចេញទាំងមុខក្រញើព្រោះគេមានបំណងចង់បានផលប្រយោជន៍ពីក្របីខ្មៅនេះដែរប៉ុន្តែតាពេញគាត់មិនព្រមលក់ក្របីចដាច់ខានថ្ងៃនេះយើងអត់មានអ្វីបរិភោគទេអាខ្មៅហើយយើងសល់តែដំឡូង2ដុំចាំយើងចាយឲ្យឯងមួយដុំណា
នៅពេលយប់ឡើងមកដល់ក្របីវាបានរត់ចេញពីទ្រុងអាខ្មៅអីចុះឯងតាណានឹងឯងតាណាឆាប់ត្រឡប់មកវិញមកនេះយប់ហើយណាវើយអាខ្មៅវាបានរត់មកកន្លែងដើមឈើដ៏ធំមួយបន្ទាប់មកវាចាប់ផ្ដើមកាយដីវាកាយដីដោយជើងរបស់វាអាខ្មៅហេតុអ្វីបានជាឯងមកទីនេះតោះទៅផ្ទះជាមួយនឹងយើងវិញព្រោះពេលនេះយប់ហើយណាមួយសន្ទុះក្រោយមកគាត់ស្រាប់តែបានឃើញដុំមាសតូចៗនៅក្នុងដីធ្វើឲ្យតាពេជ្រគាត់ភ្ជាប់ផ្អើលយ៉ាងខ្លាំងអីនេះគឺជាមានតើអាខ្មៅឯងកាយមាសកាយដីចេញមាសឲ្យយើងនៅថ្ងៃបន្ទាប់មានដុំមាសតូចៗជាច្រើននៅកន្លែងដដែលតាពេញគាត់ពិតជាសប្បាយចិត្តណាស់ហើយគាត់ក៏មិនបានប្រាប់អ្នកណានោះដែរគាត់បានយកមាសនោះយកទៅលក់ទិញអង្គរជួយអ្នកជិតខាងរបស់គាត់ចំណែកអ្នកភូមិអ្នកក្រីក្រពួកគេពិតជាអរគុណតាពេជ្រយ៉ាងខ្លាំងលបងអើយលោកបងចំណាននេះទៅហើយតើលបងរកអាហារនិងប្រាក់ច្រើនបែបនេះមកពីណាទៅយ៉ាងណាមិញខ្ញុំទាំងពីរអ្នកប្តីប្រពន្ធពិតជាអរគុណលបងណាមិនអីទេលោកប្អូនមានប្រពន្ធនិងកូនដែលត្រូវមើលថែចំណែកខ្ញុំមានតែខ្លួនមួយនិងក្របីអាខ្មៅខ្ញុំទេដូច្នេះអាហារនិងប្រាក់បន្តិចបន្តួចនេះចូលអ្នកទាំងពីរទទួលយកចោះបាទលបងខ្ញុំអរគុណច្រើនហើយអញ្ចឹងតាពេញក៏តែងតែទទួលបានប្រាក់អំពីសត្វក្របីវាធ្វើឲ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើងចំណែកចាន់ពេលឃើញជីវិតតាពេញកាន់តែប្រសើរឡើងគេចាប់ផ្ដើមសង្ស័យអីកញ្ញាញ់ខូឲ្យខ្ញុំនៅពេលនេះតាពេជ្រគាត់ក្ររហានចឹងនេះហើយរស់នៅតែម្នាក់ឯងទៀតតាគាត់នៅមានប្រាក់ឯណាសម្រាប់ទិញអាហារនិងចែកជូនអ្នកដទៃនោះវាពិតជាគួរឲ្យឆ្ងល់មែនរឿងនេះមិនបានទេខ្ញុំត្រូវតែតាមដានទៅបានមិនអាចសុកគាត់មានជីវភាពធូរធារបែបនេះឡើយចាន់គេបានតាមដាននិងឃើញក្របីកាយដីនៅពេលយំគេសម្រេចចិត្តថានឹងលួចយកក្របីនោះតាមពិតក្របីអាខ្មៅនេះវាកាយដីរកមាសឲ្យតាពេញតើហើយយ៉ាមិននឹកស្មានថាតាពេញណាគាត់មានរបស់ល្អប្រើបែបនេះតើសោះដូច្នេះអញគិតថានឹងលួចយកក្របីអាខ្មៅរបស់គាត់ពេលនោះវានឹងកាយដីឲ្យយើងបន្ទាប់មកយើងមិនខ្លាចទៅជាអ្នកមានតែហើយទេចាន់គេចាប់ផ្ដើមមានចំនួនអាក្រក់ហើយចាប់បង្ខំក្របីឲ្យកាយដីដើម្បីរកមាសប៉ុន្តែមិនមានអ្វីកើតឡើងឡើយចាន់គេខឹងយ៉ាងខ្លាំងហើយគេក៏បានវាយក្របីសត្វដេរឆានហេតុអ្វីបានជាឯងមិនកាយដីរកមាសឲ្យយើងចឹងហ៎តើឯងចង់ស្លាប់មែនទេទោះបីជាចាន់ខំវាយនឹងធ្វើបានក្របីយ៉ាងណាក៏ក្របីមិនកាយដីរកមាសឲ្យចាន់ឡើយនៅយប់នោះដែរព្យុះចាប់ផ្ដើមបក់មកខ្លាំងដើមឈើបានដួលនៅជិតផ្ទះគេធ្វើឲ្យចាន់គេចាប់ផ្ដើមផិតភ័យយ៉ាងខ្លាំងអីពិតជាសយមែនយើងខំវាយក្របីឲ្យវាកាយមាសឲ្យយើងឥឡូវមិនមកមាសឲ្យបែរជាដើមឈើដួលនៅមុខផ្ទះយើងទៀតពិតជាគួរឲ្យខឹងខ្លាំងណាស់ឬមួយក៏ឆាប់សិនជាធម្មតាសត្វក្របីគឺវាជាសត្វដេរឆានមិននឹងអាចស្វែងរកមាសឲ្យមនុស្សកាត់ទៅឬមួយក៏វាជាក្របីវេទមន្តទៀតដឹងមិនបានទេបើយើងនៅតែបន្តមានកំណត់អាក្រក់បែបនេះទៀតណាផ្ទះនិងជីវិតរបស់ខ្ញុំច្បាស់ជាមិនគង់ឡើយអញ្ចឹងខ្ញុំត្រូវតែយកក្របីឲ្យទៅពេជ្រវិញចាន់គេបានដឹងកំហុសហើយក៏បានយកក្របីឲ្យទៅពេជ្រវិញចាន់ហេតុអ្វីបានជាឯងដឹកក្របីយើងដឹងទេយើងបានបាត់វាមួយយប់ទៅហើយឯងគឺជាអ្នកលួចក្របីយើងមែនទេខ្ញុំគឺណែច្បាស់ហើយលបងជប់មិញខ្ញុំឃើញគេអត់លើក្បែររបងផ្ទះលបងច្បាស់ណាស់ថាចាន់ជាអ្នកលួចក្របីលបងព្រោះគេគិតថានេះជាក្របីនាំសំណាងប៉ុន្តែជាអកុសលដោយសារតែការលោភលន់របស់គេដើមឈើដ៏ធំមួយបាត់បាក់នៅចំពីមុខផ្ទះរបស់គេទើបគេយកក្របីឲ្យលបងវិញដូច្នេះថាម៉េចចាន់តើនេះជាការពិតទេតើឯងមិនខ្លាចខ្ញុំប្តឹងលោកមេភូមិទេអីចាន់ឯងឆាប់ឆ្លើយការពិតភ្លាមមកមែនហើយខ្ញុំពិតជាបានធ្វើបែបនេះមែនដោយយកថាក្របីនេះនឹងនាំសំណាងមកដល់អ្នកដែលប្រើប្រាស់វាហើយប៉ុន្តែជាអកុសលនៅពេលដែលខ្ញុំវាយធ្វើបាបក្របីនេះណាស្រាប់តែមានខ្យល់ព្យុះដ៏ខ្លាំងក្លាបានបក់ដើមឈើនៅមុខផ្ទះរបស់ខ្ញុំប៉ុន្តែពេលនេះខ្ញុំបានដឹកកំហុសហើយសូមលបងនៅលោកអ៊ំមេត្តានៅលើកលែងទោសឲ្យខ្ញុំផងមិនអីទេនេះដើម្បីតែក្រពះតែប៉ុណ្ណោះយើងអភ័យទោសឲ្យឯងប៉ុន្តែថ្ងៃក្រោយណាឯងកុំធ្វើអញ្ចឹងទៀតមែនហើយចាន់លោកបងពេជ្រគាត់ចិត្តល្អណាស់តែចែកអាហារដល់ពួកយើងឯងមិនគួរណាមានកំណត់អញ្ចឹងឡើយបាទពេលនេះខ្ញុំនឹងកំហុសហើយខ្ញុំសូមទោសអ្នករាល់គ្នាក្របីនេះជាអំណោយពីធម្មជាតិវាផ្ដល់សំណាងដល់អ្នកដែលមានចិត្តល្អមិនមែនជាអ្នកលោភលន់នោះទេតាពេញគាត់បន្តប្រើសំណាងដើម្បីជួយអ្នកភូមិនិងធ្វើស្រែហើយភូមិរបស់គាត់ក្លាយជាភូមិសាមគ្គីនិងសុខសាន្តចាន់គេបានសុំទោសនិងសន្យាថាផ្លាស់ប្ដូរគំនិតឈប់លោភលន់តទៅទៀត
មិនយូរប៉ុន្មានឆ្នាំក្រោយក៏បានចូលមកដល់ស្រូវចាប់ផ្ដើមលូតលាស់ល្អតាពេញគាត់រស់នៅយ៉ាងសុខសាន្តគាត់បានដាក់ដៃលើក្បាលក្របីហើយនិយាយថាមាសមិនមានតម្លៃជាងមិត្តភាពនោះទេចំណុចឯក្របីវិញវាហាក់បីដូចជាយល់នៅអ្វីដែលលោកតាបាននិយាយមនុស្សនៅក្នុងភូមិចាប់ផ្ដើមនិយាយថាកាលណាដែលអ្នកគោរពសត្វនិងធម្មជាតិនឹងទទួលបានសំណាងមកវិញមេរៀននៅក្នុងរឿងនេះចិត្តល្អនាំមកនៅសំណាងភាពលោភលន់នាំមកនៅគ្រោះថ្នាក់សត្វស្មោះត្រង់មានតម្លៃណាស់ចែករំលែកអំពើល្អធ្វើឲ្យសង្គមរីកចម្រើន